បើសិនជាឆាតទៅហើយគេអត់តបតើគួរធ្វើម៉េចទី1បើសិនជាឆាតទៅហើយគេអត់តបហាមឆាតបន្ថែមទៀតមនុស្សភាគច្រើននៅពេលដែលឆាតទៅសង្ស័យអីចឹងគេអត់តបអីចឹងគឺព្យាយាមឆាតទៀតឆាតការធ្វើបែបហ្នឹងគឺប្រៀបដូចជាយើងនឹងកំពុងតែប្រាប់គេថាស្រឡាញ់ខ្ញុំមកខ្ញុំកំពុងតែត្រូវការក្តីស្រឡាញ់ខ្ញុំកំពុងត្រូវការនឹករលឹកចំណាប់អារម្មណ៍ attention ពីគេអញ្ចឹងអ្នកគ្នាកុំធ្វើអញ្ចឹងបើសិនជាឆាតទៅហើយគេអត់តបគឺត្រូវតែស្ងាត់ត្រឹមហ្នឹងហើយទៅធ្វើអ្វីផ្សេងដែលវាល្អសម្រាប់ខ្លួនឯងពីព្រោះកាលណាអ្នកគ្នាកាន់តែឆាតទៅគឺធ្វើឲ្យគេមានអារម្មណ៍មួយថាទោះបីគេងាកមកពេលណាក៏គេនៅដឹងថាមានយើងដែលចាំតបរបស់គេមានយើងដែលចាំឆ្លើយតបឆាតរបស់គេហើយនៅចាំនិយាយជាមួយគេរហូតអញ្ចឹងបើសិនជាការដែលគេអត់តបហើយកុំព្យាយាមឆាតបន្ថែមទៀតទី2 focus លើខ្លួនឯងដូចជាទៅធ្វើសកម្មភាពអ្វីមួយដែលយើងចូលចិត្តទៅដើរលេងឬមួយក៏ទៅហាងកាហ្វេធ្វើអីក៏បានដែរដែលវាជា activity ដែលធ្វើឲ្យយើងជីវិតរបស់យើងនឹងល្អប្រសើរជាងមុនឬមួយក៏យើងទៅជួបជុំមិត្តភ័ក្តិក៏បានហើយយើងថតរូបស្អាតផុសឬក៏ add story ស្អាតកុំ drama គឺ add story ឲ្យទៅ say caption ខ្លីៗឬមិនបាច់ទៅ say caption អីក៏បានដែរដើម្បីឲ្យគេដឹងថាទោះបីជាគេអត់តបឆាតយើងឬគេអត់និយាយជាមួយយើងឬក៏គ្មានគេក៏ដោយក៏យើងនៅតែប្រើជីវិតប្រចាំថ្ងៃរបស់យើងបានក៏យើងនៅតែអាចឲ្យជីវិតរបស់យើងមានក្តីសុខបានដែរទី3បើគេស៊ីនឲ្យអត់ reply កុំឆាតបន្ថែមទៀតឬមួយក៏កុំចូលមើល story របស់គេពេលខ្លះពេលយើង toxic អីចឹងគឺគេអត់តបអីចឹងគឺចូល stock profile ចូលមើលអស់ហើយគាត់មាន friend ជាមួយនឹងអ្នកណាខ្លះគឺសឹងតែចូលទៅ stock profile friend របស់គាត់នឹងអស់ហើយអញ្ចឹងបើសិនជាអាចគឺកុំឲ្យសោះអ្វីដែលកុំសំខាន់គឺកុំចូលមើល story របស់គាត់នៅពេលដែលឃើញគាត់ add story អញ្ចឹងគឺ ignore story គាត់ចោលទៅមនុស្សយើងធ្លាប់តែនិយាយគ្នាយើងធ្លាប់តែចង់ដឹងរឿងរបស់គាត់នៅពេលដែលយើងអត់ចូលមើល story របស់គាត់គឺគាត់ប្រកាសជាឆ្ងល់ហើយអញ្ចឹងយូរមិនយូរនឹងឆាប់គាត់គង់ត្រឡប់មកខ្លួនឯងទេយើងនៅឲ្យស្ងៀមស្ងាត់ប្រើចិត្តរបស់យើងឲ្យមានក្តីសុខហើយត្រូវបង្ហាញពីធម៌ពលនេះពីធម៌ពល energy របស់យើងនេះឲ្យគាត់ដឹងថាគ្មានយូរក៏ខ្ញុំអាចរស់បានណាគ្មានយូរក៏ខ្ញុំមានក្តីសុខគ្មានយូរក៏ខ្ញុំ happy គ្មានយូរក៏ខ្ញុំអាចប្រើជីវិតធ្វើអ្វីបានច្រើនទៀតយើងលេង care យើងលេងខ្វល់ហើយយូរចង់ទៅធ្វើអីជាមួយអ្នកណាឬចង់តបពេលណាមិនចង់តបពេលណាក៏អត់ទៅកុំចូលមើល story កុំទៅ react កុំទៅ block កុំទៅ unblock ឬនិយាយទៅគឺកុំធ្វើអីទាំងអស់នៅស្ងៀមហើយ focus លើខ្លួនឯងវិញអូខេ